tới lên Canada tới lênទឹកchua Niagara Falls អានេះគឺយើងធ្វើដំណើរទៅសន្តាគារ Marriott កន្លែងដែលយើងនឹងស្នាក់នៅពួកខ្ញុំជ្រើសរើសស្នាក់នៅកន្លែងហ្នឹងដោយសារវានៅក្បែរទឹកជ្រោះនិយាយទៅគឺយើងអាចមើលឃើញទឹកជ្រោះពីមាត់ប្អួយនៃបន្ទប់ដែលយើងស្នាក់នៅបានចានៅវីដេអូក្រោយខ្ញុំនឹងបង្ហាញអំពីទេសភាពហ្នឹងប៉ុន្តែបន្ទាប់ពី check in សន្តាគារហើយពួកយើងបានបើកឡានទៅលេង Toronto គឺជាទីក្រុងនៅកាណាដាហើយនេះគឺកន្លែង shopping mall របស់គេចាមនុស្សអ៊ូអរមែនតែនកន្លែងហ្នឹងហើយគេមានលេងតន្ត្រីលេងអីមានអ្នកលក់អីវ៉ាន់មានអីនិយាយទៅរៀងសម្រាប់ខ្ញុំរៀងដូចរញ៉េរញ៉ៃបន្តិចប៉ុន្តែវាមួយយ៉ាងដែរវាធ្វើឲ្យយើងអាចមើលឃើញពីទស្សនវិជ្ជាប្លែកនៅទីក្រុងទៅតាមតំបន់មួយអញ្ចឹងណាចាប៉ុន្តែកន្លែងនេះដូចចង់អ៊ូអរដូចនៅ LA អញ្ចឹងតែដូចជារៀងមានសណ្ដាប់ធ្នាប់ហើយអនាម័យជាង LA